ថ្ងៃនេះខ្ញុំចង់និយាយអំពីប្រធានបទមួយដែលផ្លាស់ប្ដូររបៀបដែលខ្ញុំមើលអំពីភាពជោគជ័យតែមុននឹងនិយាយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់រឿងខ្លីមួយសម័យមើលថាមានបុរសពីរនាក់បុរសទី1គាត់ខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់គាត់មានផ្ទះធំឡានទំនើបហើយប្រាក់ខែគាត់ខ្ពស់មនុស្សច្រើនបានសរសើរគាត់ថាគាត់គឺជាមនុស្សដែលជោគជ័យប៉ុន្តែថ្ងៃមួយគាត់ត្រូវបានចូលមន្ទីរពេទ្យគ្រូពេទ្យបានប្រាប់គាត់ថាអ្នកត្រូវជប់ធ្វើការមកជាពេលនោះគាត់មើលទៅប្រពន្ធហើយនឹងកូនហើយនិយាយប្រយោគមួយដែលធ្វើឲ្យខ្ញុំគិតក្នុងចិត្តជាខ្លាំងគាត់បាននិយាយថាខ្ញុំខំរកលុយដើម្បីគ្រួសារប៉ុន្តែខ្ញុំមិនដែលមានពេលជាមួយក្រុមគ្រួសារខ្ញុំឡើយនឹងបរិបទម្នាក់ប៉ុន្តែយើងក្លែងមើលបរិបទម្នាក់ទៀតគាត់មិនមែនជាអ្នកមានទេប៉ុន្តែគាត់មានពេលហាត់ប្រាណគាត់មានពេលញ៉ាំបាយជាមួយក្រុមគ្រួសារដ៏រីករាយហើយជាពិសេសគឺមានពេលលេងជាមួយកូនហើយប៉ុន្តែប៉ុណ្ណោះគាត់ក៏កំពុងតែកសាងនៅហិរញ្ញវត្ថុរបស់គាត់បន្តិចម្ដងសំណួររបស់ខ្ញុំនៅពេលនេះសម្រាប់អ្នកទាំងអស់គ្នាគឺថាតើក្នុងចំណោមបរិបទទាំងពីរនាក់នេះតើអ្នកណាមានភាពជោគជ័យជាងដូច្នេះយើងចូលដល់ប្រធានបទទី1គឺទាក់ទងនឹងរឿងលុយតែម្ដងកាលពីមុនខ្ញុំគិតថាបើរលុយបានច្រើនជីវិតយើងនឹងកាន់តែល្អប្រសើរប៉ុន្តែនៅពេលធំឡើងខ្ញុំចាប់ផ្ដើមដឹងថាលុយសំខាន់ប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងរបស់យើងនោះទេយើងសាកគិតមើលលុយអាចទិញអាហារផ្ទះអាចឲ្យយើងរៀនហើយនឹងលុយបើកឱកាសឲ្យយើងធ្វើរឿងជាច្រើនទៀតប៉ុន្តែលុយមិនអាចទិញពេលវេលាត្រឡប់ក្រោយបានទេសាកសម័យមើលយើងមានលុយនៅក្នុងគណនីឬក៏មានលុយក្នុងកង់$1 លានប៉ុន្តែសត្វពេទ្យប្រាប់ថាយើងមានពេលរស់នៅសល់តែ6 ខែទៀតទេតើលុយអស់ទាំងនោះលុយ$1 លាននោះអាចទិញសុខភាពរបស់យើងមកវិញបានអត់ដូច្នេះលុយគឺសំខាន់ចូលប្រើវាគឺជាឧបករណ៍មួយសម្រាប់ប្រើប្រាស់ប៉ុន្តែសូមកុំឲ្យវាក្លាយជាម្ចាស់ដឹកនាំជីវិតរបស់យើងឡើយចូលដល់ចំណុចទី2ដែលត្រូវគិតគឺសុខភាពមានពាក្យមួយដែលខ្ញុំចូលចិត្តខ្លាំងមែនទែនមនុស្សលះបង់សុខភាពដើម្បីរកលុយបន្ទាប់មកនៅពេលដែលមានលុយគាត់លះបង់លុយដើម្បីយកសុខភាពមកវិញនៅពេលដែលខ្ញុំឮប្រយោគនេះហើយខ្ញុំគិតថាហេតុអីក៏មិនចាប់យកទាំងពីរច្បាច់លះបង់មួយទុកមួយធ្វើអីខ្ញុំមិនបានមានន័យថាយើងត្រូវដាក់បានរាល់ថ្ងៃឬក៏ញ៉ាំអាហារល្អរាល់ថ្ងៃនោះទេប៉ុន្តែខ្ញុំជឿថាសុខភាពគឺជាការវិនិយោគដ៏សំខាន់មួយមិនមែនជាការចំណាយទេចំណុចទី3ដែលត្រូវគិតតាមរយៈរឿងខាងលើពីរហ្នឹងគឺទាក់ទងនឹងទំនាក់ទំនងមានរឿងមួយដែលខ្ញុំចាំមិនភ្លេចមានបុរសម្នាក់គាត់ធ្វើការខ្លាំងមែនទែនជាង20 ឆ្នាំគាត់តែងតែនិយាយថាចាំខ្ញុំជោគជ័យសិននោះខ្ញុំនឹងមានពេលសម្រាប់គ្រួសារប៉ុន្តែនៅពេលដែលគាត់មានពេលកូនរបស់គាត់ធំមកហើយដឹងក្តីអស់ហើយពួកគេឡើងចង់លេងជាមួយគាត់ដោយការដែលពួកគេនៅពីក្មេងទៀតហើយពេលនោះគាត់ដឹងថាគាត់មិនអាចរកលុយមកទិញពេលវេលាត្រឡប់ក្រោយបានទេហើយនេះគឺជាមូលហេតុទំនាក់ទំនងគឺជាទ្រព្យសម្បត្តិមួយចំណុចទី4ទាក់ទងនឹងការទទួលស្គាល់របស់ខ្ញុំប្រហែលឆ្នាំចុងក្រោយនេះខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំចង់ក្លាយជាមនុស្សបែបណាតើខ្ញុំចង់ក្លាយជាមនុស្សដែលមានលុយប៉ុន្តែគ្មានសុខភាពល្អឬក៏មានអាជីពដែលជោគជ័យប៉ុន្តែគ្មានពេលសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ចម្លើយរបស់ខ្ញុំគឺអត់ទេខ្ញុំអត់ចង់បានធ្វើជាមនុស្សបែបនោះទេចម្លើយរបស់ខ្ញុំគឺខ្ញុំចង់កសាងជីវិតដែលមានទាំងលុយមានទាំងសុខភាពមានទាំងទំនាក់ទំនងល្អ
ហើយអាទាំង3ហ្នឹងគឺរីកចម្រើនជាមួយគ្នានេះហើយគឺជាមូលហេតុដែលខ្ញុំបង្កើត channel នេះឡើងមុននឹងបញ្ចប់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម័យមើលថាថ្ងៃមួយនៅពេលដែលអ្នករាល់គ្នាមានអាយុ80ឆ្នាំហើយអង្គុយមើលជីវិតរបស់ខ្លួនឡើងវិញតើអ្នកទាំងអស់គ្នាចង់ឃើញអ្វីចង់បានកងធនាគារដែលពេញទៅដោយលុយប៉ុន្តែអត់មានអ្នកនៅក្បែរឬក៏ជីវិតមួយដែលមានលុយគ្រប់គ្រាន់ល្មមមានសុខភាពល្អហើយមានមនុស្សដែលអ្នកស្រឡាញ់អង្គុយសើចក្អាកក្អាយនៅជុំវិញអ្នកសម្រាប់ខ្ញុំខ្ញុំដឹងថាខ្ញុំចង់រើសជម្រើសទី2អញ្ចឹងបើបងប្អូនទាំងអស់គ្នាជឿដូចខ្ញុំថាភាពជោគជ័យមិនអាស្រ័យទៅលើលុយមុខទេវាគឺជាការរីកចម្រើនទាំងលុយទាំងសុខភាពទាំងទំនាក់ទំនងដោយមិនលះបង់ផ្នែកណាមួយសូម Subscribe Channel របស់ខ្ញុំហើយយើងនឹងរៀនរីកចម្រើននិងកសាងជីវិតដែលមានន័យជាមួយគ្នាម្ដងទៀតខ្ញុំឈ្មោះចន្ទថាហើយនេះគឺជាបេសកកម្មរបស់ខ្ញុំជោគជ័យគ្រប់ផ្នែកទាំងអស់ដោយមិនបាច់លះបង់ផ្នែកណាមួយយើងនឹងជួបគ្នានៅវីដេអូលើកក្រោយទៀត